បាទគ្រប់បានញាតជំរាបសួរពុកម៉ែបងប្អូនផាយប្រកាសจะស្គាល់គាត់ហើយហាសនាមអាចារ្យធំនៅភ្នំខ្មោចបាទនេះឥឡូវបានមកជួបគាត់ហើយគាត់គឺជាវីរបុរសខ្លាំងពិតប្រាកដដែលនៅប្រាសាទព្រះវិហារយើងបាញ់អស់ហ្មងដេកា82 36គ្រាប់ហ្នឹងបាទខ្ញុំ B41 5គ្រាប់ឥឡូវបានមកជួបហើយអត់មានលេនឋានមកកាលអត់មានលេនឋានទៀតអត់មានលេនឋានទេមើលមុខត្រង់មើលកុំបដិបត្តិពេកហ្នឹងហើយថ្ងៃនេះមកអីមានអីឲ្យកូនសិស្សកូនគួននេះកូនសកលអើកូនសកលទៀតហ៎គឺមានកូនសកលហ្នឹងចាកថាក៏មានកថាមានអីក៏ឲ្យរបស់ខ្លាំងខ្ញុំចង់បានហើយថ្ងៃនេះបានជួបគាត់ហើយគឺមិនថាមិនល្បីមិនខ្លាំងអីទេបងប្អូនតែគ្រាន់ថាជាឆន្ទៈនៃការប្រយុទ្ធឲ្យណាត់ជួបគាត់ហើយមកនេះគឺមានបងស្រីជំទាវគាត់ចង់ស្គាល់ចង់ជួបឥឡូវបានមកដល់ហើយនេះកបោបតែហៅមកចង់មកទៀតចានិយាយថាមិនដឹងនៅណាហើយកូនស្កតនេះកូនស្កតតមតសាច់ឆ្កែនឹងឈាមលោកមានពុទ្ធកាប្រាប់ឲ្យថាបើសិនតមមកប្រពោលវិញមកញោមណាមកវិញមិនបច្ចេកអស់មកដល់មើលធ្វើក្លាហានមួយមើលសិស្សច្បងខ្ញុំប៉ុន្តែគាត់ថាជាកូនសិស្សរបស់ផងខ្ញុំទេបងប្អូនបាទសិស្សច្បងហើយគាត់ខ្លាំងបកែមែនហើយខ្ញុំក៏ជាកូនសិស្សកូនគាត់គាត់មានអ្វីគ្រប់យ៉ាងបងជួយយកនេះទៅវិញតាទឹកសិនញ៉ាំនេះណាហើយគ្រប់អរគុណពុកម៉ែបងប្អូនទាំងអស់ដែលតែងតែគ្រប់គ្រងគាត់មើលមុខមួយមើលអ្នកខ្លាំងគេបាញ់មិនក្រក់ហ្នឹងមុនបាញ់3 10គ្រាប់ហើយ100 ម៉ែត្រកុំចេះតែហ៊ានណាហើយដេកជប់ហ្នឹងត្រូវហើយយើងជឿលើគ្រូលើមន្តអាគមទាំងអស់គ្នាហើយជាវាទី1គឺតំណមដោយគាត់តមតែ4ទឹកដីភ្លៀងខ្យល់តែប៉ុណ្្នឹងហើយហាមជាម្ដាយប្រពុករបស់ខាងគេក៏មើងងាយស្ត្រូវតែប៉ុណ្្នឹងរស់បានអាយុវែងសូមអរគុណសូមគោរពលា